មកដល់ទៀតហើយបងប្អូនបាទនេះសាច់គោល្អស្រស់ថ្មីដែលទើបនឹងយកមកបងប្អូនបាទនេះយើងយកដើម្បីយកមកធ្វើជាសាច់ចង្កាក់លក់នៅក្នុងកម្មវិធីគ្រុឌគុណខ្មែរដែលមានទីតាំងនៅខាងម្ដុំផ្លូវវែងស្រេងណាបងប្អូនបាទនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះហើយយើងមាននៅការកោះក្រវិលកំពង់ផងដែរសម្រាប់ថ្ងៃអាទិត្យនេះបងប្អូនអាចទៅចូលរួមទស្សនាទាំងអស់គ្នាបាទហើយយើងក៏មាននៅសាច់គោស្រស់ល្អដូចនេះបងប្អូនបាទយកមកធ្វើជាសាច់ចង្កាដើម្បីលក់ជូនបងប្អូននៅថ្លៃផងដែរបាទហើយយើងនៅមានផលិតផលជាច្រើនទៀតដូចជាប្រហិតមុខល្ហុងសាច់គោសាច់មាន់ឆ្លាមមាន់និងជើងមាន់បន្ថែមទៀតផងដែរណាបងប្អូនដូច្នេះបងប្អូនអាចមកទៅចូលរួមទស្សនាទាំងអស់គ្នានៅប្រដាល់គុណខ្មែរដែលមានរយៈពេល2ថ្ងៃដែលមានការចូលរួមពីតារាប្រដាល់ល្បីផងដែរណាបងប្អូនបាទដូច្នេះឃើញទេយើងរើសយកសិតតែសាច់ល្អស្រស់បាទធានាជូនបងប្អូនអត់មានជាតិគីមីមានអីទេបងប្អូនបាទសិតតែសាច់ល្អជូនបងប្អូនតែម្ដងចឹងដូច្នេះបងប្អូនកុំភ្លេចទៅចូលរួមក្នុងកម្មវិធីនោះកុំភ្លេចជួយគាំទ្រនៅផលិតផលសាច់គោអាំងនិងកោះមាន់ស្លាប់មាន់របស់ពួកយើងខ្ញុំទាំងអស់គ្នាផងបងប្អូនបាទធានាជូនឲ្យបាននៅសាច់ល្អឆ្ងាញ់ស្រស់បាទដូចឃើញក្នុងដេញរូបនេះហើយបងប្អូនបាទហើយយើងត្រៀមទៅឲ្យហើយធ្វើឲ្យហើយព្រោះថាយើងមិនអាចធ្វើតាន់ទេព្រោះយើងធ្វើទុកឲ្យហើយមួយថ្ងៃបាទឥឡូវនេះថ្ងៃសុក្រស្អែកថ្ងៃសៅរ៍ហើយឥឡូវនេះយើងចាប់ដើមទិញសាច់មកធ្វើទុកឲ្យហើយបាទព្រោះបងប្អូនឃើញហើយនេះសាច់ល្អគួរចង់ញ៉ាំណាបងប្អូនឥឡូវនេះចុងភៅយើងកំពុងតែផ្សំគ្រឿងបណ្ដាហើយបងប្អូនបាទដូច្នេះបងប្អូនកុំភ្លេចជួយគាំទ្រផងនៅកម្មវិធីបណ្ដាលពុទ្ធខ្មែរណាបងប្អូនបាទមានកោះមាន់ឆ្លាបមាន់អីនេះបន្ថែមទៀតបងប្អូននៅជួបជើងមាន់និងមុខល្ហុងសាច់គោអាំងហើយដូច្នេះបងប្អូនអាចជួយគាំទ្របានទាំងអស់គ្នាហើយក៏អាចកំងយកទៅញ៉ាំបានផងដែរបងប្អូនធានាថារសជាតិឈ្ងុយឆ្ងាញ់អត់មានគីមីសាច់ស្រស់ផងផ្លាសេអីទេបងប្អូនគឺសាច់គោកាប់ស្រស់ពីផ្សារម៉ែយើងមកតែម្ដងអត់មានយកនាំចូលពីប្រទេសគេអីទេបាទគឺសាច់គោស្រស់តែម្ដងធានាថាឆ្ងាញ់ចែកជូនបងប្អូនព្រោះហូបហើយប្រកាសជាពេញចិត្តតែម្ដងណាបងប្អូនបាទដូច្នេះអរគុណសម្រាប់បងប្អូនដែលជួយគាំទ្រដល់បងប្អូនអរគុណច្រើន